សូមស្វាគមន៍មកកាន់ការបង្ហាញវីដេអូខ្លីអំពី Clearview ERP ដែលជាដំណោះស្រាយ Cloud ERP សម័យថ្មីសម្រាប់គ្រប់គ្រងអាជីវកម្មបែប Digital ប្រព័ន្ធនេះរចនាឡើងដើម្បីជួយសម្រួលទៅដល់ការងារផ្នែកហិរញ្ញវត្ថុ ផ្នែកលក់ ផ្នែកទិញ ផ្នែកដឹកជញ្ជូន និងផ្នែក Stock ដែលផ្ដល់ឲ្យនូវឧបករណ៍គ្រប់គ្រងទិន្នន័យនិងរបាយការណ៍សំខាន់ៗដែលជួយលោកអ្នកឲ្យធ្វើការសម្រេចចិត្តបានលឿននិងច្បាស់លាស់ចង់ដឹងថាតើ Clearview ERP មានមុខងារសំខាន់ៗអ្វីខ្លះដែលអាចជួយសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្មតាមថ្ងៃនោះមកមើលការបង្ហាញជាមួយខ្ញុំបាទទាំងអស់គ្នាមុខងារដំបូងនេះគឺហៅថា Dashboard ដែលជាមុខងារសង្ខេបនៅទិន្នន័យជាក់ស្ដែងនៅក្នុងប្រព័ន្ធរបស់យើងដូចជាចំនួននៃការធ្វើប្រតិបត្តិការបញ្ជាទិញលក់ទំនិញអតិថិជនជំពាក់ឬបំណុលសរុបជាដើមដែលវាផ្ដល់ឲ្យនូវភាពងាយស្រួលខ្លាំងមែនទែនសម្រាប់តាមដាននៅទិន្នន័យជាក់ស្ដែងមុខងារបន្ទាប់គឺ Warehouse ដែលជាមុខងារមួយសម្រាប់ជួយសម្រួលទៅដល់ការគ្រប់គ្រងស្តុកទំនិញបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងមុខងារនេះយើងអាចកំណត់ទំនិញតាមលេខកូដនិងខ្នាតផ្សេងៗគ្នាបាននិងអាចបែងចែកទៅតាមប្រភេទនិងក្រុមនីមួយៗដើម្បីងាយស្រួលក្នុងការតាមដានឬស្វែងរកក្នុងការធ្វើប្រតិបត្តិការនានាយ៉ាងមួយទៀតយើងក៏អាចធ្វើការគ្រប់គ្រងទៅលើការបច្ឆេទផុតកំណត់ដែលស័ក្តិសមបំផុតទៅលើមុខទំនិញដូចជាប្រភេទថ្នាំពេទ្យនិងគ្រឿងសម្អាងជាដើមឬក៏ទំនិញដែលគ្រប់គ្រងទៅលើលេខស៊េរីលដែលមានដូចជាប្រភេទគ្រឿងម៉ាស៊ីននិងគ្រឿងអេឡិចត្រូនិកបានដែរពិសេសជាងនេះទៅទៀតយើងអាចគ្រប់គ្រងទំនិញទៅតាមឃ្លាំងផ្សេងៗគ្នាបានហើយវាក៏មានមុខងារអាចឲ្យយើងផ្ទេរទំនិញពីឃ្លាំងមួយទៅឃ្លាំងមួយទៀតបានមុខងារមួយទៀតគឺ Purchase ដែលជាមុខងារសម្រាប់ធ្វើការបញ្ជាទិញទំនិញពីអ្នកផ្គត់ផ្គង់យើងអាចធ្វើការបញ្ជាទិញទុកមុនបានទៅតាមចំនួននិងខ្នាតជាក់ស្ដែងដែលយើងត្រូវការជាមួយនឹងថ្លៃដើមដ៏ជាក់លាក់មួយត្រឹមឲ្យយើងដឹងថាតើថ្លៃដើមឡើងឬចុះបើធៀបទៅនឹងការបញ្ជាទិញពីមុនពោលការទទួលទំនិញវិញយើងអាចធ្វើការទទួលតាមទំនិញដែលមកដល់ជាក់ស្ដែងបានហើយសល់ប្រមាណទៀតទុកទទួលនៅពេលក្រោយនិយាយសម្រាប់ទៅគឺបានបញ្ជាទិញមួយអាចធ្វើការទទួលទំនិញចូលបានច្រើនដងបន្ថែមពីនេះទៅទៀតយើងក៏មានមុខងារសម្រាប់កែប្រែទំនិញដែលទទួលខុសផងដែរដែលវានឹងដកទំនិញចេញពីឃ្លាំងយើងភ្លាមៗតែម្ដងលើពីនេះទៅទៀតយើងក៏អាចកំណត់នៅកម្រិតស្តុកអបបរមាបានដែរដែលយើងអាចតាមដានមើលមុនការធ្វើការបញ្ជាទិញបានតើចំនួនក្នុងស្តុកធ្លាក់ដល់ចំនួនដែលត្រូវបញ្ជាទិញថែមហើយឬនៅមុខងារសំខាន់មួយទៀតគឺ Sales ដែលជាមុខងារសម្រាប់លក់ឬទទួលការកម្មង់ពីអតិថិជនជាទូទៅអតិថិជនមួយចំនួនគាត់តែងតែធ្វើការសុំតារាងតម្លៃមុននឹងគាត់ធ្វើការបញ្ជាទិញដូច្នេះហើយទើបយើងមានមុខងារមួយដែលហៅថា Sales Quote ដែលអាចចេញតម្លៃអតិថិជនមុនបាននិងអាចធ្វើការកែប្រែទៅតាមអតិថិជនត្រូវការជាក់ស្ដែងហើយនៅពេលដែលអតិថិជនសម្រេចចិត្តធ្វើការទិញយើងគ្រាន់តែបំលែង Sales Quote ទៅកាន់ Sales Order ជាការស្រេចដោយមិនចាំបាច់បញ្ចូលព័ត៌មានម្ដងទៀតឡើយដូចគ្នាទៅនឹង Purchase ដែរនៅពេលដែលអតិថិជនយកទំនិញមកបដូរយើងក៏មានមុខងារមួយទៀតដែលហៅថា Sales Credit Memo សម្រាប់ធ្វើការបដូរជូនអតិថិជនហើយទំនិញដែលបដូរនោះនឹង return ចូល stock វិញដោយស្វ័យប្រវត្តិមុខងារដែលខ្វះនៅបានចុងក្រោយគឺ Financial ដែលជាមុខងារសម្រាប់គ្រប់គ្រងនិងតាមដានហិរញ្ញវត្ថុជាទូទៅគ្រប់អាជីវកម្មទាំងអស់តែងតែមានការចំណាយផ្សេងៗដូចជាការចំណាយទៅលើការជួលទីតាំងទឹកភ្លើងនិងប្រាក់ខែបុគ្គលិកជាដើមដូចនេះហើយទើបយើងមានមុខងារមួយដែលហៅថា General Journal សម្រាប់ធ្វើការចោះចំណាយទាំងអស់នោះមិនត្រឹមតែប៉ុណ្ណោះមុខងារនេះក៏អាចជួយឲ្យយើងធ្វើប្រតិបត្តិការផ្សេងទៀតបានដែរដូចជា Capital Investment និង Bank Transfer ជាដើមបន្ថែមពីនេះយើងមានមុខងារមួយទៀតដែលហៅថា Fixed Assets ដែលជាមុខងារសម្រាប់គ្រប់គ្រងទៅលើទ្រព្យសកម្មថេរដែលបានទិញក្នុងគោលបំណងសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនឬអាជីវកម្មដើម្បីឲ្យតម្លៃក្នុងការទិញ Fixed Asset នោះថយចុះទៅតាមអាយុកាលនៃការប្រើប្រាស់យើងមានវិធីមួយដែលហៅថា Depreciation ឬក៏រំលោះក្នុងគោលបំណងដើម្បីឲ្យទឹកប្រាក់ចេញពីថ្លៃដើមនៃ Fixed Asset និងបង្ហាញលទ្ធផលពិតក្នុងរបាយការណ៍ Income Statement ការធ្វើវិធីនេះគឺដើម្បីជៀសវាងការឃើញចំណាយប៉ោងនៅពេលដែលយើងទិញចូលជាចុងក្រោយខ្ញុំសូមលើកយកនៅរបាយការណ៍សំខាន់ៗមួយចំនួនដើម្បីមកបង្ហាញដូចជា Inventory Valuation ដែលជារបាយការណ៍សម្រាប់តាមដានទំនិញថាតើនៅក្នុងចន្លោះពេលណាមួយមានលក់ចេញទិញចូលប្រមាណហើយស្តុកចុងក្រោយទៅសល់ប្រមាណហើយរបាយការណ៍មួយទៀតហៅថា Vendor Statement គឺសម្រាប់មើលប្រតិបត្តិការរបស់អ្នកផ្គត់ផ្គង់ថាតើក្នុងមួយសប្តាហ៍ឬមួយខែនេះមានការបញ្ជាទិញប្រមាណដងហើយមាន Payment ដែលត្រូវទូទាត់ឬអត់វាជួយឲ្យយើងមានភាពងាយស្រួលក្នុងការតាមដានរាល់ការបញ្ជាទិញនិងថ្ងៃដែលត្រូវទូទាត់ជាដើមដែលយើងហៅថា due date របាយការណ៍សំខាន់មួយទៀតគឺ Sales Revenue ដែលជារបាយការណ៍សម្រាប់តាមដានប្រតិបត្តិការលក់ដែលវានឹងបង្ហាញមុខទំនិញដែលបានលក់ទៅតាមវិក័យប័ត្រនីមួយៗនិងមានព័ត៌មានផ្សេងៗដូចជាចំនួនຂະຫນាតថ្លៃដើមតម្លៃលក់ចេញនិងចុងក្រោយវានឹងបង្ហាញថ្លៃចំណេញហើយយើងក៏មានរបាយការណ៍សម្រាប់មើលថាតើទំនិញណាដែលលក់ដាច់ជាងគេឬមិនបានលក់សោះនិងរបាយការណ៍សម្រាប់មើលប្រតិបត្តិការអតិថិជនថាតើអតិថិជនណាដែលមកទិញច្រើនជាងគេហើយមានការជំពាក់ដែលនៅសល់ឬត្រូវទូទាត់ដែរឬទេចំណែកផ្នែក Accounting វិញយើងមានរបាយការណ៍មួយចំនួនផងដែរដូចជា Income Statement និង Balance Sheet ជាដើមសូមអរគុណសម្រាប់ការទស្សនាវីដេអូខ្លីមួយនេះបើសិនលោកអ្នកមានចំណាប់អារម្មណ៍ឬចង់ទទួលបានព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.blue.com.kh ឬក៏តាក់ទងមកក្រុមការងារយើងបានសូមអរគុណ